ក្រដាស់គ្រប់សន្លឹកសុទ្ធតែមានរឿងរ៉ាវរបស់វាដោយជាឆ្នាំនីមួយៗសុទ្ធតែមានស្លាកស្នាមពិសេសរបស់វាដែរប្រអប់ក្រដាស់ទាំងនេះប្រហែលជាប្រអប់ដាក់កាដូពីចម្ងាយឬគ្រាន់តែជាប្រអប់ធម្មតាឥឡូវនេះពួកវាត្រូវបានរុះរើត្រាំវាឲ្យម៉ត់និងលាយបញ្ចូលគ្នាទៅជាទឹកក្រដាស់ដ៏សាមញ្ញបំផុតលឹកសុំក្រដាស់ថ្នមដំណក់ទឹកធ្លាក់ចុះសង្កត់វាធ្វើឲ្យក្រដាស់រាបស្មើទន្ទឹងរំចាំខ្យល់និងពេលវេលាហាឲ្យស្ងួតយើងនឹងទទួលបានក្រដាស់មួយសន្លឹកដែលមានភាពទន់ស្វិតដំណើរការនេះតម្រូវឲ្យមានភាពអត់ធ្មត់ដូចជាឆ្នាំ2025របស់យើងដែរយើងបានជួបប្រទះនឹងសេចក្តីរីករាយសម្ពាធការរំពឹងទុកនិងភាពសាមញ្ញពេលវេលាប្រចាំថ្ងៃដែលរសាត់បាត់ទៅទាំងអស់នេះឆ្លងកាត់ពេលវេលាទីបំផុតបានคล้ายទៅជាបទពិសោធន៍ជីវិតរបស់យើងដែលមិនអាចរកអ្វីជំនួសបានព្រលឹកចុងក្រោយនៃឆ្នាំ2025បានមកដល់តាមការណាត់អ្វីៗទាំងអស់នៃឆ្នាំចាស់នឹងត្រូវបានគ្រប់ដណ្ដប់ដោយព្រើពណ៌សខណៈពេលដែលអ្វីៗថ្មីនិងបរិសុទ្ធទាំងអស់បានធ្លាក់មកលើដៃរបស់យើងយ៉ាងស្រទន់ជាមួយនឹងផ្កាព្រើការធ្វើមនុស្សព្រើនៅថ្ងៃធ្លាក់ព្រើគឺជារឿងធំមួយពេលរមៀបាល់ព្រើដែលរបស់ខ្ញុំត្រជាក់ប៉ុន្តែបេះដូងមានភាពកក់ក្ដៅណាស់បាល់ព្រើទី1ត្រូវតែមានភាពរឹងមាំដោយសារតែវាជាគ្រឹះមូលដ្ឋាននៃរាងកាយរបស់មនុស្សព្រើបាល់ព្រើទី2ត្រូវតែមានរាងមូលបន្ថែមសណ្ដែកដី2គ្រាប់សម្រាប់ធ្វើជាភ្នែកដើម្បីធ្វើឲ្យមនុស្សព្រើមានភាពរស់រវើកភ្លាមដាក់ការ៉ុតមួយសម្រាប់ធ្វើជាច្រមុះជាចុងក្រោយត្រូវតែជួយមនុស្សព្រើពាក់មុខរមពេលក្រឡេកមើលមិត្តថ្មីដ៏គួរឲ្យស្រឡាញ់និងក្បាលផ្អៀងនេះឈរនៅក្នុងព្រើអារម្មណ៍នឿយហត់ stress ការព្រួយបារម្ភទាំងអស់ពេញមួយឆ្នាំហាក់ដូចជាត្រូវបានគ្រប់ដណ្ដប់និងបំបត្តិដោយព្រើធ្លាក់ខ្លាំងនេះDear Hi ឆ្នាំ2025យើងបានទទួលកាដូចុងក្រោយរបស់អ្នកហើយនៅឆ្នាំ2026ដែលជាឆ្នាំថ្មីមួយយើងនឹងឈរយ៉ាងរឹងមាំដូចជាមនុស្សព្រើនេះជាមួយនឹងភាពក្លាហាននិងភាពកក់ក្ដៅពេលមានភាពនឿយហត់បន្ទាប់ពីការលេងព្រើចូលយើងមកចំអិនស៊ុបសំណាំងឆ្នាំថ្មីមួយឆ្នាំជាមួយគ្រឿងផ្សំពណ៌ក្រហម5មុខផ្លែពុទ្រាក្រហមបង្កំន័យថាមានសំណាងល្អសណ្ដែកក្រហមបង្កំន័យថាសេចក្តីនឹករលឹកផ្
ផ្លែគោជីតំណាងឲ្យពរជ័យនិងសុភមង្គលសិរីមង្គលស្ករក្រហមតំណាងឲ្យជីវភាពដ៏ផ្អែមល្ហែមនិងសណ្តែកដីតំណាងឲ្យរឿងល្អៗដែលនឹងកើតឡើងពណ៌ក្រហមទាំង5មុខត្រូវបានដាក់ជាមួយគ្នាអាចបង្កើតជាការចាប់ផ្ដើមដ៏ល្អបំផុតសម្រាប់ឆ្នាំថ្មីវាធ្វើឲ្យក្រពះរបស់យើងមានភាពកក់ក្ដៅហើយនឹងបំភ្លឺបេះដូងរបស់យើងផងដែរ ឆ្នាំ2025ពោរពេញទៅដោយរឿងរ៉ាវជាច្រើនសម្រាប់ឆ្នាំ2006វិញខ្ញុំសង្ឃឹមថាវានឹងពោរពេញទៅដោយភាពក្លាហាននៃការច្នៃប្រឌិតនៅលើក្រដាស់ដែលធ្វើដោយនាងខ្ញុំសូមសរសេរលេខទី1សម្រាប់ឆ្នាំ2006 ខ្ញុំសង្ឃឹមថាប្រតិទិនតូចមួយនេះមិនត្រឹមតែអាចដើរតួនាទីក្នុងការប្រាប់ពីពេលវេលាប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចក្លាយជាជ្រុងមួយប្រកបដោយភាពកក់ក្ដៅសម្រាប់ជីវិតប្រចាំថ្ងៃនិងបំណងប្រាថ្នាផងដែរសូមឲ្យថ្ងៃសម័យនីមួយៗក្លាយជាថ្ងៃដែលមានតម្លៃពិសេសនិងពោរពេញទៅដោយការរំពឹងទុក